សួស្តីមិត្តអ្នកសិក្សានិងបេក្ខជនដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះថ្ងៃទី10សីហា2026នេះចឹងថ្ងៃនេះខ្ញុំមានលំហាត់ limit មួយដែលនឹងត្រៀមសម្រាប់អ្នកទាំងអស់គ្នាក្នុងការប្រឡងចឹងកុំឲ្យខាត់ពេលយូរយើងមកមើល limit ទាំងអស់គ្នាចឹង limit នេះគឺជា limit x កចិត្ត0ដែលគេឲ្យប្រធានគឺ1បូកសនី x ដកជាមួយនឹងកុស x នៅលើ1ដកសនី x ដកកុសនៃ x ចឹងដល់ពេលយើងជួ x ស្មើ0ចូលចឹង limit នេះរៀងមិនកំណត់គឺរៀងវាគឺ0លើ0ណាអញ្ចឹងគឺកលិននៃការដោះស្រាយ limit នេះគឺយើងត្រូវស្គាល់រូបមន្តចំនួន2គឺរូបមន្តទី1ណារូបមន្តដែលយើងត្រូវយកមកធ្វើគឺរូបមន្តបើកាលណាយើងមាន1ដកកុសនៃ x អញ្ចឹងវាស្មើជាមួយនឹង2សនីការ៉េ x លើ2ហើយយើងមានសនី x ណាសនី x គឺស្មើជាមួយនឹង2សនី x លើ2ណាកុស x លើ2រូបមន្តពីហ្នឹងអញ្ចឹងគឺយើងបានអីគេអញ្ចឹងស្មើជាមួយនឹង limit x ខិតជិត0អញ្ចឹងយើងយកកុសមកអញ្ចឹងបាន2មួយដកកុសវាស្មើ2សនី x នៅលើ2ណាហើយបូកជាមួយនឹង2សនី x លើ2កុស x នៅលើ2យើងបានអញ្ចឹងចែកជាមួយនឹងបាទ1យកកុសដដែលបាទ1ដកកុសវាបាន2សនីនេះបាត់ការ៉េ2សនីការ៉េ x លើ2នេះយើងបាន2សនីការ៉េ x លើ2ដកជាមួយនឹង2សនី x លើ2កុស x លើ2អញ្ចឹងមកដល់កន្លែងហ្នឹងយើងសង្កេតឃើញថាសនីយើងមាន2សនី x លើ2ដូចគ្នាអញ្ចឹងយើងចាប់2សនី x លើ2ជាកតាអញ្ចឹងយើងបាន limit x កចិត្ត0នេះយើងចាប់2សនី x លើ2ជាកតាអញ្ចឹងអានេះការ៉េខ្ញុំចាប់2អស់2ខ្ញុំចាប់សនី x លើ2នៅសល់សនី x លើ2ដល់ពេលមកដល់ខាងនេះខ្ញុំចាប់2សនី x លើ2នៅសល់កុស x លើ2ដល់ពេលភាគបែងខ្ញុំធ្វើដូចគ្នាខ្ញុំចាប់2សនី x លើ2ជាកតាអញ្ចឹង2សនី x លើ2អញ្ចឹងនៅសល់អានេះក៏នៅសល់សនី x នៅលើ2ដកជាមួយនឹងកុស x នៅលើ2ហើយបន្ទាប់មកខ្ញុំសម្រួលសនី x លើ2ដូចគ្នាមកអញ្ចឹងនៅសល់អីគេនៅសល់ limit x កចិត្ត0នៃសនី x នៅលើ2បូកជាមួយនឹងកុស x នៅលើ2នៅលើអានេះយើងសម្រួលចោលអស់ហើយនៅសល់សនី x លើ2ដកជាមួយនឹងកុស x លើ2អញ្ចឹងមកដល់កន្លែងហ្នឹងខ្ញុំចាប់ផ្ដើមជួលេខចូលអញ្ចឹងខ្ញុំបានសនីនៃ0បូកជាមួយនឹងកុសនៃ0បាទយើងជួ x ស្មើ0ចូលទៅយើងបានសនី0បូកកុស0នៅលើសនី0ដកកុស0អញ្ចឹងកន្សោមប៉ុណ្ណឹងខ្ញុំអាចសរសេរបានស្មើសនី0ស្មើ0ដល់ពេលកុសនៃ0ស្មើ1អញ្ចឹងយើងបានបូក1នៅលើហើយសនី0ស្មើ0កុសនៃ0ស្មើ1ហើយសញ្ញាដកពីមុខអញ្ចឹងយើងបានដល់សល់1នៅលើដក1អញ្ចឹង1ចែកដក1ចម្លើយយើងនៅទីបំផុតគឺ a ស្មើជាមួយនឹងដក1អញ្ចឹងគឺលំហាត់នេះគឺវាអត់មានអីពិបាកច្រើនទេបាទយើងត្រូវចាំរូបមន្តមុំកន្លេះណាអញ្ចឹងយើងអាចដោះស្រាយបានហើយអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងហើយខ្ញុំនឹងព្យាយាមចេញវីដេអូត្រៀមប្រឡងបាក់ឌុបបន្ថែមទៀតហើយក៏សូមអរគុណគ្នាយើងសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជួបគ្នាយើងសំណាងល្អនៅពេលប្រឡងខាងមុខនេះ